បងប្អូនអរគ្នាវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងកំហឹងតោះមកសង្ខេបសភៅមួយនេះទាំងអស់គ្នាតើកំហឹងកើតឡើងដោយសារអ្វីនៅក្នុងសភៅមួយនេះខ្ញុំសូមអាននៅទំព័រទី4តែម្ដងនៅពេលដែលយើងធ្វើឬជួបរឿងអ្វីមួយដែលប៉ះពាល់អារម្មណ៍មិនល្អមិនចូលចិត្តខ្លាំងខុសពីគំនិតខ្លួនឯងឬជួបគូបដិបត្តិឬក៏ជួបរឿងរ៉ាវផ្សេងដែលធ្វើឲ្យអារម្មណ៍ខ្លួនឯងនឹងមានភាពក្រោកកើនឡើងនោះគឺជាលក្ខណៈនៃការកើតឡើងនៅកំហឹងចុះនៅពេលដែលមានកំហឹងកើតឡើងតើយើងគ្រប់គ្រងវាដោយវិធីណាឬក៏រកវិធីសាស្ត្របន្ធូរវាដោយវិធីណានៅក្នុងសភៅនេះខ្ញុំសូមលើកនៅចំណុចមួយចំនួនគិតថាអាចប្រហែលជាជួយយើងបានទី1គេឲ្យរាប់លេខគេណែនាំឲ្យយើងរាប់លេខពី1ដល់10ហើយរាប់5ដងមួយទៀតគេអាចឲ្យយើងបញ្ចេញនៅកម្លាំងខ្លាំងនៅក្នុងទីតាំងណាមួយឧទាហរណ៍ដូចជានៅក្នុងបន្ទប់ទឹកអាចយកជ្រះទៅរុះនៅសម្លៀកបំពាក់ណាដែលចាស់អីចឹងទៅលក្ខណៈដូចយើងបោកខោអាវដែរអញ្ចឹងណាហើយបើសិនជាខ្ញុំវិញនៅពេលដែលខ្ញុំមានអារម្មណ៍ខឹងមួម៉ៅក្រៅអីហ្នឹងខ្ញុំចូលចិត្តទៅក្លឹបហាត់ប្រាណលើកដុំដៃធ្ងន់ក៏ដូចជាទាត់បាល់សក់អីផ្សេងចឹងទៅអូខេបងប្អូនអរគ្នាវីដេអូមួយនេះបើសិនជាមានប្រយោជន៍សូមបេះដូងម្នាក់មួយមកហើយខមមិនថាមានប្រយោជន៍ហើយបើសិនជាបងប្អូនចង់បានមេរៀននេះជា soft copy អាចឆាតចូល Telegram របស់ខ្ញុំបានអរគុណបាទ